បាទបងប្អូនអញ្ចឹងវិញ្ញាសាយើងថ្ងៃនេះគឺនិយាយអំពីអត្តសញ្ញាណជាតិរបស់យើងដែលគ្រឿងសម្គាល់នៃជាតិសាសន៍របស់យើងនេះពាក់ព័ន្ធនឹងសម្លៀកបំពាក់ពណ៌សម្លៀកបំពាក់ប្រចាំថ្ងៃហ្នឹងណាអាហ្នឹងក៏គេយកមកសួរយើងដែរក្នុងការប្រឡងហើយយើងត្រូវចាំបងប្អូនទៅញចាំនេះពណ៌ទាំង7ថ្ងៃហ្នឹងអញ្ចឹងយើងមានពណ៌ថ្ងៃអាទិត្យពណ៌ក្រហមបាទច័ន្ទពណ៌លឿងទុំអង្គារពណ៌ស្វាយពុធពណ៌ស៊ីលៀតបាទពណ៌ស៊ីលៀតនេះវារបៀបចង់ស្តៀងត្រួយចេកអញ្ចឹងណាបងប្អូនហើយបើវាស្រាលជាងហើយពណ៌ពណ៌បៃតងបាទហើយសុកពណ៌ខៀវនិងសៅពណ៌ព្រីងទុំនេះពណ៌ទាំង7ហ្នឹងនេះសើចេញប្រឡងណាក្នុងជាតិយើងមាន3ពណ៌បាទក្រហមខៀវសហើយពណ៌ខៀវតំណាងឲ្យសាមគ្គីភាពភាពត្រភាពមេត្តាករុណាសន្តិភាពអហិង្សាហោហើយចឹងទៅហើយពណ៌ក្រហមតំណាងឲ្យភាពអង់អាចក្លាហានពុះពៀគ្រប់ឧបសគ្គហ៊ានពលីគ្រប់បែបយ៉ាងដើម្បីជាតិសានកោវត្តពណ៌សគឺតំណាងឲ្យអរិយធម៌ខ្មែរដ៏រុងរឿងនាសម័យមហានគរតំណាងឲ្យសាសនាសិលធម៌ផងដែរចម្រៀងជាតិយើងគឺបទនគររាជបាទនិពន្ធដោយសម្ដេចសង្ឃជួនណាតចែកចេញជា3វគ្គបាទវគ្គទី1បាទនេះសូមពួកទេវតានេះបាទវគ្គទី2ប្រាសាទបាទប្រាសាទថ្មនៅកណ្ដាលព្រៃប្រាសាទសិលាអញ្ចឹងណាបងប្អូនហើយវគ្គទី3គឺការរំលឹកគុណពុទ្ធសាសនាបាទគ្រប់វត្តអារាមអញ្ចឹងហើយអត្ថន័យយើងអាចមើលតាមជាក់ស្ដែងហ្នឹងទៅបងប្អូនបាទយើងទៅមុខទៀតបាទវចនាជាតិយើងគឺមានជាតិសាសនាព្រះមហាក្សត្រហើយសត្វនិងរុក្ខជាតិតំណាងនោះគឺមានពពួកសត្វជើង4សត្វពាហនៈគឺគោព្រៃណាគោព្រៃបាទសត្វតំណាងជាតិហើយបក្សីសត្វស្លាបគឺសត្វត្រយងហើយប្រភេទល្មូនគឺយកអណ្ដើកលួងពពួកត្រីយកត្រីគល់រាំងសត្វតំណាងជាតិណារុក្ខជាតិដើមត្នោតអញ្ចឹងដើមត្នោតជាដើមតំណាងជាតិណាអញ្ចឹងបានឥឡូវដើមត្នោតពេញនិយមក្នុងការយកទៅដាំនៅតាមភោជនីយដ្ឋានឬក៏វិឡាសតាគារផ្ទះសំណាក់អីផ្សេងគឺយកដើមត្នោតទៅដាំទៅផ្កាគឺផ្ការំដួលណាហើយផលជាតិផ្លែឈើគឺចេកពងមាន់ហ្នឹងសិតតែយើងត្រូវចាំបងប្អូនណាបាទនេះយើងទិញមកប្រើទៅចាំហើយប៉ុណ្ណេះណាបាទរបៀបសំពះយើងមាន5ដែលសំខាន់យើងត្រូវយល់នេះសំពះត្រឹមទ្រូងបាទសំពះទី1ត្រឹមទ្រូងសំពះអ្នកវ័យបាក់បែកគ្នាមិត្តភ័ក្តិឬក៏អ្នកមានឋានៈខ្ពស់ជាងសំពះមកអ្នកមានឋានៈវ័យទាបជាងត្រឹមមាត់ទី2សំពះត្រឹមមាត់គឺសំពះបាទអ្នកមានវ័យចាស់ជាងឋានៈធំជាងចៅហ្វាយនាយើងអីចឹងណាសំពះត្រឹមចុងច្រមុះនឹងយើងសំពះមេដាបិតាជីដូនជីតាគ្រូបាអាចារ្យចាស់ទុំបាទសំពះត្រឹមចិញ្ចើមគឺយើងសំពះប្រសង់សំពះព្រះរាជាបាទទៅពេលយើងសំពះផុតចិញ្ចើមទៅទៀតគឺសំពះបាទប្រអិនប្រព្រំទេវតាអញ្ចឹងទៅបួងសួងបាទរបៀបសំពះទាំង5អូខេតោះយើងបន្តទៀតបងប្អូននៅក្នុងវិញ្ញាសាភាគ2យើងចប់ប៉ុណ្្នឹងហើយបងប្អូនបានចប់ត្រឹមប៉ុណ្្នឹងឥឡូវយើងបន្តទៀតនេះគឺយើងចូលពាក្យ3ណា